អាស៊ានដើរតួនាទីគន្លឹះនៅក្នុងការជួយរកសន្តិភាពសម្រាប់កម្ពុជាខ្ញុំលើកឧទាហរណ៍នៅបញ្ហាទាក់ទិនជាមួយនឹងរឿងទឹកដីឥណ្ឌូនេស៊ីពេលនោះថៃនិងឥណ្ឌូនេស៊ីជាពិសេសឥណ្ឌូនេស៊ីតែម្ដងគឺទុកចោលមួយកន្លែងអំពីការទទួលស្គាល់ឬមិនទទួលស្គាល់ប៉ុន្តែផ្ដោតការយកចិត្តទុកដាក់ទៅលើសន្តិភាពរបស់កម្ពុជាដោយឲ្យរៀបចំហ្ស៊ីម1ហ្ស៊ីម2នៅចាប់ផ្ដើមនៅបូហ្គោឆ្នាំ1988ក្រោយការចរចាសីហនុហ៊ុនសែនបានចាប់ផ្ដើមដូច្នេះអាស៊ានមានភាពស៊ីវិល័យនៅត្រង់ថាអាស៊ានបានដើរដល់ដំណាក់កាលនៃការរុញច្រានដើម្បីឈានទៅដល់សន្តិភាពប្រសិនបើអាស៊ានមិនស្វះស្វែងរកបញ្ហានេះទេគឺប្រហែលជាប្រទេសក្រៅតំបន់រាប់ទាំងប្រទេសធំទាំង5របស់អង្គការសហប្រជាជាតិក៏គ្មានលទ្ធភាពនឹងធ្វើសកម្មភាពបានដែរក្នុងន័យនេះហើយដែលខ្ញុំពិតជាជំពាក់គុណអរគុណចំពោះអាស៊ានយើងចងចាំមិនភ្លេចទេថាការកសាងសន្តិភាពរបស់កម្ពុជាមានចំណែកដ៏ធំមួយរបស់អាស៊ានទោះបីពេលនោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយសូមសម័យមើលចុះថាតើថៃបានដើរតួនាទីប៉ុណ្ណានៅក្នុងការថែទាំជនភៀសខ្លួនរបស់កម្ពុជានិងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនជិត40,000 នាក់ហេតុអ្វីបានជាឯកឧត្តមឆៅវលិតយងឆយុទ្ធដែលពេលនោះជាមេបញ្ជាការកងទ័ពជើងគោករបស់ថៃសុកចិត្តសម្របសម្រួលឲ្យមានការចរចារវាងភាគីកម្ពុជានៅលើទឹកដីរបស់ថៃហើយថែមទាំងសម្របសម្រួលជាមួយជប៉ុនដើម្បីចុះហត្ថលេខាបង្កើត ANC នៅតូក្យូហើយហេតុអ្វីបានជាឥណ្ឌូនេស៊ីដែលមានអតីតរដ្ឋមន្ត្រីការបរទេសអាលីអាឡាតាគឺសុកចិត្តរៀបចំទឹកដីរបស់ឥណ្ឌូនេស៊ីជាទីកន្លែងប្រជុំច្រើនលើកច្រើនសារតាំងពីហ្ស៊ីម1ហ្ស៊ីម2 IMC និងការប្រជុំផ្សេងៗទៀតរាប់ទាំងការរៀបចំសមាជិកភាពក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជានៅលើទឹកដីនៅទីក្រុងហ្សាកាតានេះឯងប្រធានាធិបតីសូហាតូដែលពេលនោះទោះបីមិនទទួលស្គាល់រដ្ឋាភិបាលរបស់ខ្ញុំក៏ប៉ុន្តែគាត់នៅតែផ្ដល់ឱកាសសម្រាប់ការសន្ទនាជាមួយខ្ញុំនាយករដ្ឋមន្ត្រីថៃឈិតឆាយឈុនណាវ៉ាន់ខែមករាឆ្នាំ1989មិនទទួលស្គាល់រដ្ឋាភិបាលរបស់ខ្ញុំទេក៏ប៉ុន្តែគាត់ក៏អញ្ជើញខ្ញុំមកទស្សនកិច្ចនៅប្រទេសថៃត្រង់នេះហើយដែលខ្ញុំចង់និយាយថាគឺអាស៊ានមានចំណុចខ្លាំងរបស់ខ្លួនហើយមានភាពស៊ីវិល័យរបស់ខ្លួននៅត្រង់ថារុញច្រានភាគីដែលមានជម្លោះជាមួយគ្នាដើម្បីចូលតុចរចានិងបញ្ចប់សង្គ្រាមបើទោះបីមានបញ្ហាដែលខ្ញុំបានលើកឡើងក៏ដោយពីដើមតែនេះជាបញ្ហាប្រវត្តិសាស្ត្រដែលយើងត្រូវចងចាំទាំងអស់គ្នាអំណាចទុនអំណាចចរចាដោយគ្មានក្របកំភ្លើងយន្តការពហុភាគីនិយមដែលត្រូវការចូលរួមពីតួអង្គច្រើនបើយើងប្រៀបធៀបនឹងបច្ចុប្បន្ននៅពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងភាពច្បូកច្បល់យើងលែងឮទៀតហើយនៅវេទិកាចរចាអន្តរភាគីកម្រិតអន្តរជាតិ
យើងលែងលឺទៀតហើយនៅភាពស៊ីវិល័យផ្នែកការទូតដែលយកការចរចាជាធំទោះបីជាភាគីណាមួយមិនមានការទទួលស្គាល់ក៏ដោយខ្ញុំសូមរំលឹកថាជាក់ស្ដែងប្រទេសអាស៊ានមិនបានទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេហើយរដ្ឋាភិបាលក្រុងភ្នំពេញក៏មិនបានទទួលស្គាល់ភាគីខ្មែរក្រហមដែរដូច្នេះការប្រមូលភាគីពាក់ព័ន្ធឲ្យមកចូលតុចរចាដោយសន្តិវិធីភាពថ្លៃថ្នូរនិងស៊ីវិល័យគឺជាកត្តាសំខាន់ណាស់ត្រង់ចំណុចនេះខ្ញុំកំពុងតែធ្វើការប្រៀបធៀបថាកាលពីពេលមុននៅតំបន់របស់យើងពោពេញដោយចំនួនក៏ប៉ុន្តែភាពស៊ីវិល័យរបស់យើងនៅត្រង់ថារុញច្រានបណ្ដាភាគីពាក់ព័ន្ធចូលតុចរចាប៉ុន្តែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺការចរចានៅទីណាហាក់ដូចជាជួនកាលប្រើពេលខ្លះសំឡេងខ្លះនិយាយថាបើការចរចានៅពេលនេះគឺអ៊ុយក្រែននឹងបាត់ព្រៀបសម្ដីនេះមានន័យថាចង់ឲ្យអ៊ុយក្រែនដណ្ដើមឧត្តមភាពយោធាជាមុនរួចហើយចាំចូលតុចរចាគ្មានផ្លូវទេដែលរុស្ស៊ីនឹងអនុញ្ញាតឲ្យអ៊ុយក្រែនមានឧត្តមភាពលើសមរភូមិដើម្បីសង្កត់តុចរចាគ្មានផ្លូវទេប៉ុន្តែនៅក្នុងក្របខ័ណ្ឌអាស៊ានដែលចូលរួមដោះស្រាយជម្លោះកម្ពុជាគឺมันបានគិតទៅលើបញ្ហាសមរភូមិយោធានោះទេតែគិតខ្លាំងទៅលើបញ្ហាការបង្រួមជាតិសាសនាជាតិចំណុចនេះហើយដែលខ្ញុំសូមសម្ដែងនៅការគោរពចំពោះមេដឹកនាំអាស៊ាននៅចំនួននោះ